ស្ដាប់លក្ខខណ្ឌនៃការប្រកួតរបស់លោកអញ្ញាកដាជើងវងបន្តិចសិនបាទកីឡាករនេះគឺធ្លាប់វាយជាមួយនឹងកីឡាករជប៉ុនល្អៗច្រើនបាទអញ្ចឹងគ្រូបង្វឹករបស់រស្មីគុណខ្មែរគឺលោកគ្រូសុខរសាបាទអញ្ចឹងការប្រកួតនេះកាន់តែទៅក្រៅទៅសម្រាប់បាទបង្កើនកំហុសយើងKickboxing K1 Style គូមិត្តភាពអន្តរជាតិរវាងកម្ពុជាចិនទឹកទី1 Round 1បាទទឹកទី1 Round 1មកលើក្រហមរស្មីមកលើខៀវចាងជីងហួយបាទកីឡាករនេះគឺ Professional Kickboxing លំដាប់ជួរមុខមើលក្នុងប្រទេសចិនហើយថ្ងៃនេះមានបងប្អូនប្រជាជនគាត់មកទស្សនាច្រើនសម្រាប់ការប្រកួតរបស់បាទហើយចាងជីងហួយយ៉ាតរិចធ្វើស្រាបិចាក់ជាមួយទៅលើស្មីទឹកឆ្វេងកាត់ទៅលើស្មីទឹកលើស្មីស្មីទឹកកាត់ជើងក្រោយសទឹកឆ្វេងស្រាបដងដៃគ្នាយកពីស្មីពីកន្លែងកាត់ទៅឆ្វេងទឹកជើងឆ្វេងពីចាក់ជួយទឹកឆ្វេងទៅទៀតដល់កាសេទៅក្រោយទៅសឹកទៅស្មីបាទស្មីស្រាបមួយសើឆ្វេងទៅទៅផ្លាច់ចូលយ៉ាទៅទៀតបាទទៀតទៀតជួយទៀតហើយស្មីទឹកមកជុំនេះពីណាងាលៀវមិនជីបងដែរហើយបើសិនស្មីធ្វើបានហើយការប្រកួតនេះគឺទៅបានជ័យឈ្នះញ៉ាំទៅធ្វើកោទៅធ្វើលើកចិត្តចំនួន54រៀលអូយតាក់ឆ្វេងពីចាក់យូរណាស់ចូលធាក់កាត់ចំណាក់មួយសិនពីស្មីតាក់ឆ្វេងពីស្មីចាក់យូរណាស់ចូលទៀតស្មីតោះមួយតាក់ស្មាមិនដែរស្មីរៀនថយទៅសិនឆ្វេងពីចាក់យូរហើយបាទជាប់ដងដៃគ្នាអត់មិនជាប់អត់ណាឈឹកទៅមកអូស្មីបានពួរមកដល់ប្រកបអារម្មណ៍សម្បូររៀលទៀតពុកលឿនអូចេញពីរស្មីជួយនឹងធួងណាអត់អីយកបន្តអត់ចាប់ជើងទេអត់អីបាទជាលើកទី1របស់គាត់ដែរស្មីអញ្ចឹងបាទខកខាត់តោះតែណាមួយក៏អ្នកអាចអធិស្ឋានរបស់បងប្អូនទស្សនាផងដែរដៃពីរដៃពុកសអូហូចាប់យ៉ាងណាអូតែធ្វើបាត់បាយកូនខ្មែររកបាត់ហើយប្រកួតបន្តចប់ទឹកទី1 end of ទឹកទី2អាចារ្យជីហួយកីឡាករចិនជំនាញ Kickboxing ប៉ាជាមួយនឹងរស្មីគុណខ្មែរតោះមកទៅមានរស្មីគុណខ្មែរដល់ទៅមកទៅនេះជាមួយរស្មីគុណខ្មែរខាងចិនអូយចូលដល់ដៃអាចារ្យជីហួយទៅតោះមកចិនរស្មីគុណខ្មែរខាងបាទលោកអត់រស្មីគុណខ្មែរខាងចិនខ្លួនមែនតាចូលដៃរបស់អាចារ្យជីយូយអូហូយបាទកីឡាករចិននេះអីយឥឡូវលោកបាទយ៉ាកដាលបាទសម្រាប់បញ្ឈប់ឥឡូវនេះលោកគ្រូពេទ្យកំពុងសង្គ្រោះបឋមសិនអូយបាទនោះរូបភាពយឺតពេញណាបាទចូលពេញដល់មកផ្កាក្រោយណាអូយ
បាទនេះចូលបញ្ញាឆ្វេងទៅដល់រងបាទដឹកកាត់នេះបាទរស្មីគុណខ្មែរបាត់បោះដៃយើងមិនមែនទេ